ក្រុមហ៊ុនក៏ដូចជាអាជីវកម្មមួយចាំបាច់ត្រូវរៀបចំនៅបញ្ជីការគណនេយ្យហើយការរៀបចំបញ្ជីការគណនេយ្យនេះវាផ្ដល់អត្ថប្រយោជន៍យ៉ាងណាដែរដល់ក្រុមហ៊ុនក៏ដូចជាអាជីវកម្មនោះបាទមានអត្ថប្រយោជន៍ច្រើនមែនទែនបើសិនជាយើងក៏លេខទៅមើលច្បាប់គណនេយ្យនិងសាវនកម្មវិញហើយបើសិនជាយើងអត់គោរពទៅតាមគោលការណ៍ឬក៏ច្បាប់ខាងអាជ្ញាតកដាក់ជូនមកទេអាជីវកម្មនឹងរងទោសទណ្ឌច្រើនមែនទែនទី2អត្ថប្រយោជន៍បានទៅលើអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុអ្នកណាគេជាអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុមិនមែនមានតែផ្ទៃក្នុងក្រុមហ៊ុនយើងទេខ្ញុំឧទាហរណ៍បើយើងជាម្ចាស់អាជីវកម្មឲ្យតែតកែមើលមួយទៅបានមិនមែនមានអីចឹងទេរបាយការណ៍ហិរញ្ញវត្ថុហ្នឹងអ្នកខាងក្រៅក៏មើលបានដែរឧទាហរណ៍ថាឥឡូវដូចធនាគារគេចង់ឲ្យ loan យើងទៅខ្ចី loan គេបាទហើយយើងបើគេអត់ដឹងស្ថានភាពហិរញ្ញវត្ថុរបស់យើងផងគេមិនជឿជាក់ថាយើងមានលទ្ធភាពសងចារបាយការណ៍ហិរញ្ញវត្ថុហ្នឹងហើយដែលអនុញ្ញាតឲ្យគេវិភាគបានងាយស្រួលមួយទៀតមើលពេលដែលយើងអត់ធ្វើរបាយការណ៍ហ្នឹងតាមស្តង់ដារទេគេអានអត់ចេញទេបើយើងគាត់ដាក់ដៃវាអត់ស្តង់ដារអញ្ចឹងគេអានអត់ចេញទេបាទហ្នឹងហើយបើសិនជាដៃគូយើងហ្នឹងជាជនជាតិបរទេសទៀតកាន់តែអានមិនចេញទៀតចុងក្រោយគឺថាផលប្រយោជន៍ធំមែនទែននោះគឺថាអ្នកផ្ទៃក្នុងយើងមានការទុកចិត្តក្នុងការរៀបចំផែនការអាជីវកម្មខ្ញុំឧទាហរណ៍ថាឆ្នាំនេះយើងចំណេញបាន 100000 អញ្ចឹងឆ្នាំក្រោយខ្ញុំចង់បាន 300000 500000 តើយើងត្រូវធ្វើយុទ្ធសាស្ត្រយ៉ាងម៉េចផែនការយ៉ាងម៉េចពង្រីកយ៉ាងម៉េចគឺយកមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុហ្នឹងឯងយកទៅធ្វើបាទសរុបមកវិញរបាយការណ៍ហិរញ្ញវត្ថុមានសារៈសំខាន់ដល់ម្ចាស់អាជីវកម្មនិងអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងអស់ Yo, just do what you want.